មុខរបរត្រីចំហុយរបស់អ្នកខេត្តសៀមរាបមួយនេះកំពុងតែល្បីខ្លាំងមែនទែនជាលក្ខណៈត្រីចំហុយអនាម័យហើយក៏លក់ទៅតាមអនឡាញតែប៉ុណ្ណោះដែលសំខាន់ក៏អត់មានសិប្បកម្មអីធំដុំដូចគេទេគាត់ធ្វើលក្ខណៈគ្រួសារតែសាច់ត្រីគឺស្រស់ល្អធ្វើលក្ខណៈគ្រួសារអញ្ចឹងគឺគាត់ធ្វើមួយថ្ងៃលក់មួយថ្ងៃអត់មានដាក់សារធាតុរក្សាទុកអីទេហើយត្រីចំហុយនេះក៏ចំហុយបែបលក្ខណៈខ្មែរហើយគាត់គ្រាន់តែប្រើអំបិលមួយមុខតែប៉ុណ្ណោះត្រាំត្រីហ្នឹងរយៈពេលប្រហែលម៉ោងអញ្ចឹងទៅអាស្រ័យលើតិចនិចរបស់គេត្រាំហើយចាប់ផ្ដើមស្រង់វាដាក់ឲ្យស្រស់ទឹកបែបនេះនេះត្រីចំហុយឡងស្រស់ហ្មងបងប្អូនដូចទៅលើកមកពីសមុទ្រថ្មីអញ្ចឹងហើយបានគេយកមកចំហុយដោយគ្រឿងផ្សំមានតែគល់ស្លឹកគ្រៃមានតែស្លឹកក្រូចសើចដូចបងប្អូនបានឃើញអញ្ចឹងហើយត្រីនេះគឺគេហូតអាចអស់ហើយបើសិនជាត្រីចំហុយយើងតែងទិញមកពីផ្សារទិញមកគឺថាអាចពេញពោះហ្មងតែនេះអត់ទេគាត់ហូតអាចឲ្យមកស្អាតហើយចំហុយរសជាតិមកល្មមដូចខ្ញុំធ្លាប់ទិញញ៉ាំនៅតាមផ្សារអញ្ចឹងមិនដឹងថាបងប្អូនដូចខ្ញុំឬក៏អត់ទេទិញមកសារណានោះប្រៃញ៉ាំអត់កើទេអញ្ចឹងបានថាត្រីចំហុយនេះចូលចិត្តតែពិបាករកកន្លែងទិញឲ្យទុកចិត្តបានថារសជាតិឆ្ងាញ់អនាម័យគុណភាពអីហ្នឹងណាឥឡូវនេះខ្ញុំរកឃើញហើយត្រីចំហុយអនាម័យគ្រួសារអង្គរកំងរហូតដល់បងប្អូនឲ្យនេះត្រីចំហុយឆ្អិនហើយចំហុយអត់ដល់1ម៉ោងទេចំហុយពិតណាមិនមែនស្ងោយណាកន្លែងខ្លះគេស្ងោគេអីយ៉ាងតែកន្លែងគាត់គឺចំហុយធ្វើឲ្យរក្សាបាននូវគុណភាពសាច់ហើយឡងឈ្ងុយហើយរសជាតិគឺល្មមហើយសួរគាត់ទៅក៏អត់មានដាក់ស្ករប៊ីចេងអីណាហើយជាតិផ្អែមគឺវាចេញមកពីត្រីហ្នឹងដោយសារតែត្រីហ្នឹងវាស្រស់ល្អស្រាប់តែដែលឆ្អិនហើយគឺគាត់យកមកវេចខ្ចប់ជូនដល់ភ្ញៀវរបស់គាត់ចាស់ដោយប្រើជាលក្ខណៈស្មុកឬមួយក៏ប្រើជាលក្ខណៈកាច្រែងអាហ្នឹងគេហៅកាច្រែងហីចានេះអញ្ចឹងអានេះត្រីធំຂະຫນាត VIP ចាមានត្រីមានអត់មានអាតូចមានអាមធ្យមមានអាធំអីចឹងទៅហើយតម្លៃក៏ខុសគ្នាទៅតាមនឹងដែរមានតម្លៃ1គីឡូចាប់ពី20000 25000 30000 35000អីចឹងណាហើយខ្ញុំចូលចិត្តទិញអា1គីឡូ25000ទំហំមកល្មមញ៉ាំឆ្ងាញ់នេះខ្ញុំលើកបង្ហាញជូនបងប្អូនចានេះគាត់ខ្ចប់ចូលដាក់ក្នុងស្មុកហើយរុំថង់ផ្លាស្ទិកអីយ៉ាងស្អាតនេះថ្លឹងមើលនេះមកប្រអប់ហ្នឹងគឺ1គីឡូត្រឹមតែដែលការវេចខ្ចប់ប្រើស្មុកប្រើអីអញ្ចឹងមួយយ៉ាងដែរព្រោះថាជួយឲ្យបងប្អូនប្រជាកសិករមានការងារធ្វើបន្ថែមទៀតព្រោះស្មុកគាត់កំងទិញពីតាមជនបទមកម្ដងហ្នឹងគឺថាខ្ទង់1000ស្មុក2000ស្មុកអីអញ្ចឹងធ្វើឲ្យបងប្អូននៅខាងជនបទស្រុកស្រែចម្ការយើងមានការងារធ្វើទាំងអស់គ្នាហើយនេះត្រីគឺល្អខ្លាំងមែនទែនបងប្អូនអានេះត្រីឆ្អិនណាហើយមិនមែនលក់ដាច់តែក្នុងខេត្តសៀមរាបទេណាអ្នកភ្នំពេញអ្នកតាមខេត្តដល់ថ្នាក់នៅអាមេរិកអីក៏ទិញគាត់ដែរដោយសារគាត់ធ្វើល្អស្អាតមានអនាម័យហើយអានេះអាកាច់ក្បាលត្រង់ក៏មានកាច់ក្បាលក៏មានមកបងប្អូនត្រូវការកំងទិញអត់កំងទិញតម្លាក់លេខតម្លាក់ទីតាំងអូនិយាយលេងខ្ញុំមិនមែនអ្នកលក់ទេបើសិនជាចង់ទិញបងប្អូនអាចឆាតទៅកាន់ Facebook Page របស់គាត់ផ្ទាល់ដែលមានឈ្មោះថាត្រីចំហុយអនាម័យគ្រួសារអង្គរឬក៏តាក់ទងតាមលេខទូរស័ព្ទដែលខ្ញុំដាក់លើវីដេអូហ្នឹងក៏បានដែរហើយនេះគឺជាឈុតជោគតឹងចាសម្រាប់អ្នកនៅខេត្តសៀមរាបចង់កំងញ៉ាំនេះឈុតជោគតឹងនេះមួយឈុតគឺមានត្រីចំនួន8ត្រីហើយមាននំបញ្ចុកមានទឹកជ្រលក់មិនបាច់ធ្វើខ្លួនឯងទេទឹកជ្រលក់នេះគេដាក់ឲ្យដល់ទៅ2ប្រភេទទៀតនេះចាហើយទឹកជ្រលក់នេះគឺរសជាតិឆ្ងាញ់មកល្មមមានបន្លែគ្រប់មុខមានជីមានទឹកសក់មានអីសាឡាត់អីចឹងទៅឈុតជោគតឹងនេះមានគ្រប់មុខអស់ហើយតែសម្រាប់ត្រីឆៅណាយើងយកតែអាំងខ្លួនឯងចាចង់អាំងឆ្អិនក៏បានឬក៏ចង់អាំងរៀងឆៅតិចក៏បានដែរព្រោះជោគតឹងត្រីហ្នឹងគេញ៉ាំឆៅបានហើយត្រីស្រស់រសជាតិក៏ឆ្ងាញ់ទៀតហើយនឹងមានមួយទៀតអាចកំងជាឈុតណែមនេះដឹងតែញ៉ាំទៅអត់ខ្លាចឡើងគីឡូហ្មងព្រោះអីផ្សំឡើងពីសាច់ត្រីចំហុយបន្លែហើយនឹងនំបញ្ចុកហើយទឹកជ្រលក់គេឆ្ងាញ់មែនទែនចំណែកឯឈុតខាងនេះវិញបងប្អូនគឺជាឈុតដែលត្រីរបស់យើងគឺអាំងឬក៏ចៀនឆ្អិនស្រាប់ហើយងាយស្រួលមែនទែនគ្រាន់តែទៅដល់ញ៉ាំភ្លាមមានដាក់ម្ទេសមានដាក់អីឲ្យនៅក្នុងនឹងមកចប់ហើយពេលដែលយើងទិញទៅគឺបានទាំងកញ្ច្រែងនឹងហ្មងណាចាអាត្រី2ក៏មានអាត្រី3ក៏មានបើថាគ្នាតិចញ៉ាំអាត្រី2ក៏បានដែរសុំតសារអ្នកសៀមរាបយើងហើយប៉ាកែរកមុខរបរឃើញនេះហើយតំណងមែនទែនសំខាន់ការវេចខ្ចប់គឺពោពេញទៅដោយអនាម័យចាឥឡូវខ្ញុំយកមកញ៉ាំហើយជិះតាមផ្លូវហ្នឹងគឺខ្ញុំកំងមកមាន2ឈុតទី1គឺឈុតណែមចាបើខ្វាក់មកគឺឃើញថាមានម្ទេសមានអីរួចជាស្រេចទឹកត្រីផ្អែមចាតំណងខ្លាំងមែនទែនអាហារថ្ងៃត្រង់របស់ខ្ញុំហើយតែប៉ុណ្្នឹងគឺថាឆ្អែតបាយមកពេលញ៉ាំមកអស់ផងនេះគ្នាតែ2នាក់ហើយឥឡូវយើងមើលមកឈុតទៀតអានេះគឺឈុតត្រីនំបញ្ចុកជាមួយនឹងបន្លែចាហើយក៏គេមានទឹកជ្រលក់មានម្ទេសអីឲ្យដែរដោយបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងអាហ្នឹងគឺថាយើងញ៉ាំផ្ទាប់មិនចាំបាច់មានសាច់គោមិនចាំបាច់មានអីទេដាក់តែបន្លែហើយនឹងដាក់តែសាច់ត្រីចំហុយរបស់យើងចូលមកត្រីនេះគេចៀនឲ្យឡើងក្រៀមឆ្ងាញ់ហ្មងហើយបន្ទាប់មកជ្រលក់ជាមួយទឹកជ្រលក់គេអែមសែមអរគុណបងប្អូនដែលចូលចិត្តវីដេអូរបស់នាងខ្ញុំបើសិនជាត្រូវការកំងឈុតអត់ទាំងហ្នឹងឬក៏កំងត្រីចំហុយអីអាចតាក់ទងទៅកាន់អ្នកលក់ដែល
ផ្ទាល់ណាអរគុណច្រើនបាយបាយ